ថ្ងៃលិចហើយបាទជួក្រោលបាទពោះកាន់តែធំទៅហើយបាទពោះកាន់តែធំហើយទូក្បាល7ហើយបាទមិនដឹងថាកូនញីឬក៏ឈ្មោលទេលើកនេះបាទពោះមុននេះកូនមេហើយកូនទី1ក៏មេកូនទី2នេះក៏មេចាំអត់កូនទី3មើលតើមេឬក៏ឈ្មោលបាទដឹកកូនទី3នេះដាក់បាទ5ម៉ាន់បាទតែមិនមែនសុបនិមិត្តទេគឺបាឡូតបាទ5ម៉ាន់ឡាយទេមិនមែនជាសុតទេបាទចាំមើលកូនយ៉ាងម៉េចដែរបាទបានមេក៏អបាទបានឈ្មោលក៏អពោះលើទៅការឈ្មោលដែរបាទយកទៅជាការបានឈ្មោលមកយើងអាចទៅធ្វើបានឲ្យជន់គោផ្សេងបានបាទចូលក្បាល7ហើយបាទពោះកាន់ធំទៅដើររៀងអ៊ីអែហើយបូស្មៅបាទគឺជ្រោតច្រើនកន្លែងអញ្ចឹងសាច់ស្មៅជៀនចងព្រឹកឡើងម៉ោង10ជាង10អីហ្នឹងចូលលាងទឹកដាក់ម្លប់ម៉ោង2កន្លះពេលខ្លះរវល់ម៉ោង3បានមកចេញឲ្យស៊ីម៉ោង5ជាង6អីយកមកកន្លែងដេកវិញបាទខែនេះក្តៅខ្លាំងបាទថ្ងៃណាតិចថ្ងៃណាក្តៅអត់ទៀងទេបាទក៏យើងកុំចង់ហាថ្ងៃក្តៅវល់ងាកផ្លៃលោវាទប់វាមិនជាប់វាអាចមានជំងឺផ្សេងបាទដាក់ម្លប់វាបាទទោះបីស៊ីឆ្អែតមិនឆ្អែតយើងបានដាក់ម្លប់បាញ់ទឹកវាទៅវាអាចបញ្ជិះនៅជំងឺសង្កាត់ផ្សេងបាទកាលណាវាយើងចង់ហាថ្ងៃវល់ងាកបាទផ្លៃលោវាទប់វាមិនជាប់នឹងកម្ដៅវាអាចធ្វើឲ្យគោក្តៅខ្លួនគ្រុនក្តៅបាទខ្លាចឈឺបាទយើងសក់សាច់ហើយមីនេះតាមខ្លោះមកបាទរឿងព្រៀងបាទចាក់ក្លោះឈឺបាទព្រៀងមិនតាំងដូចមុននេះមុនអែលបានតាមចិត្តឥឡូវនេះអែលចង់បានទេបាទទូហើយបាទចិត្តកមុំហើយបាទកើតថ្ងៃទី8ខែ1បាទ2025ឥឡូវនេះខែ3ហើយបាទខែ3 2026ហើយទីខែ1ថ្ងៃទី8 2025រួមដល់ពេលនេះ2026ខែ3បាទថ្ងៃនេះថ្ងៃទី11ខែ3ឆ្នាំ2026បាទគោនេះមកខួបជាងហើយបាទកន្លះខួបអីទៀតបាទអាចរកឈ្មោលហើយតែក្បួនគោទូទៅវា24ខែតែបើអាចពូជស្រាលអីអាចរួមមុនហ្នឹងបាទខួបកន្លះអីមកខួប18ខែអាចរកឈ្មោលគោស្រាលធ្ងន់នេះស៊ីសងលើយើងថែទាំវាបានល្អបាញ់ទឹកបាញ់អីលាងរាល់ថ្ងៃទៅជាក់ខ្លួនស៊ីឆ្អែតទៅវាមានកម្លាំងបាទវាសប្បាយចិត្តវាមិន stress បាទអញ្ចឹងវាក៏ងាយនឹងរកឈ្មោលតែក៏មានគោខ្លះក៏វាអាចពូជធ្ងន់បាទ3ឆ្នាំ2អញ្ចឹងទៅគោនេះទិញមកក៏គេថាអញ្ចឹងតែ3ឆ្នាំ2ប៉ុន្តែជាក់ស្ដែងខ្ញុំយកមកនេះគឺមិនមែន3ឆ្នាំ2ទេគឺ1ឆ្នាំ1បាទ2ឆ្នាំ2ដែរចុងឆ្នាំដើមឆ្នាំហើយដើមឆ្នាំចុងឆ្នាំកូន
ចង់ប៉ុនមេហើយបាទអរគុណសូមជម្រាបលាបាទ